តើអ្នកដឹងទេពេជ្រសម្បត្តិគ្មានប្រវត្តិប្រកួតនៅផ្ទះលេខ2ទេតែពេជ្រសម្បត្តិធ្លាប់ផ្ដួលកីឡាករល្អៗរបស់ផ្ទះលេខ2អស់ជាច្រើនពេជ្រសម្បត្តិជាកីឡាករមានបទពិសោធន៍ប្រកួតខ្ចីព្រោះទើបតែរយៈពេល4ឆ្នាំប៉ុណ្ណោះតែពេជ្រសម្បត្តិធ្លាប់ផ្ដួលកីឡាករដែលមានបទពិសោធន៍ច្រើនអស់ជាច្រើនអ្នកពេជ្រសម្បត្តិជាកីឡាករចេះតែមួយច្រកតែអ្នកចេះច្រើនច្រកសន្លប់របស់ពេជ្រសម្បត្តិមិនតិចនោះឡើយពេជ្រសម្បត្តិជំនាញកង់ចេញម្រាមតែពេជ្រសម្បត្តិកំពុងស្ពាយខ្សែក្រវ៉ាត់កង់ធំចំនួន6ខ្សែពេជ្រសម្បត្តិជាកីឡាករល្អតែក្នុងស្រុកតែការប្រកួតនៅក្រៅស្រុក6ដងពេជ្រសម្បត្តិចាញ់តែ2ដងប៉ុណ្ណោះនៅឈ្នះខ្សែក្រវ៉ាត់ក្រៅស្រុកចំនួន2ខ្សែពេជ្រសម្បត្តិជាកីឡាករមិនសូវចេះប្រើជង្គង់តែអ្នកដែលល្អជង្គង់មិនដែលចាក់ពេជ្រសម្បត្តិឲ្យខូចពោះម្ដងណាឡើយពេជ្រសម្បត្តិខ្សោយជើងក្រោមតែមិនដែលមានអ្នកណាទាត់ពេជ្រសម្បត្តិឲ្យខូចជើងម្ដងនោះទេពេជ្រសម្បត្តិអាចប្រកួត1ទល់3អំបោះឆៅពេជ្រសម្បត្តិអាចប្រកួតម៉ាស់ហ្វាយ9នាទីថែម9នាទីដោយមិនសម្រាកពេជ្រសម្បត្តិជាកីឡាករគុនខ្មែរហាត់គុនខ្មែរតែធ្លាប់ប្រកួត Kickboxing មិនដែលចាញ់ពេជ្រសម្បត្តិអាចប្រកួតបានគ្រប់លក្ខខណ្ឌអំបោះឆៅ កង់តូច កង់ធំសូមអរគុណ